អត្ថបទអប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មថេរោនៅក្នុងអវាទរបស់ព្រះពុទ្ធដើម្បីរៀបចំដំណើរជីវិតរបស់យើងឲ្យមានសេចក្តីសុខចម្រើនក្នុងមង្គលដ៏ប្រសើរយើងត្រូវចាប់ផ្ដើមពីការសេពគប់កាលណាមានឱកាសបានសេពគប់សប្បុរសមានសេចក្តីស្និទ្ធស្នាលសប្បុរសបានសិក្សាស្ដាប់ព្រះធម៌បានរៀនប្រព្រឹត្តតាមធម៌ចិត្តប្រកបដោយធម៌បានរឿយជីវិតមានធម៌មានសេចក្តីសុខណាស់ព្រោះព្រះធម៌ព្រះអង្គជាអាវុធគឺបញ្ញាសម្រាប់សម្លាប់កិលេសនិងឃើញទោសរបស់កិលេសដែលមានកលមាយាច្រើនតែងតែបៀតបៀនសត្វឲ្យមានសេចក្តីទុក្ខច្រើនព្រះអង្គទូល